លយុត្តិធម៌ឲ្យខ្ញុំបងប្អូនតាមឃ្លាំមើលតទៅទៀតសវនកម្មករណីខ្ញុំថាតើលទ្ធផលបែបម៉េចអ្វីបើយើងបណ្ដោយឲ្យគេធ្វើគេនឹងធ្វើបន្តបន្ទាប់បើយើងឈប់បណ្ដោយឲ្យគេធ្វើបើគេធ្វើបំពេញអានឹងយើងត្រូវការពារត្រូវទៀមទាតាមរដ្ឋធម្មនុញ្ញដែលត្រូវបានធានាខ្ញុំមានជំនឿថានឹងគេបញ្ឈប់ការធ្វើទុកបុកម្នេញមកលើកម្លាំងលើសម្លេងអ្នកប្រជាធិបតេយ្យហើយបើសិនជានៅបន្តបែបហ្នឹងកម្ពុជាយើងមិនអាចប្រកួតប្រជែងជាមួយបណ្ដាប្រទេសជិតខាងបានទេបាទជិតខាងបានទេឥឡូវសំណួរថាខ្ញុំអត់មានអីទាំងអស់សិទ្ធអស់ធ្វើនយោបាយអីក៏មិនបានចឹងសូមកុំលុបបំបត្តិនៅសម្លេងប្រជាធិបតេយ្យទោះបីខំប្រឹងប្រែងបំផិតបំភ័យយ៉ាងណាក៏ដោយក៏មិនអាចលុបបំបត្តិសម្លេងអ្នកប្រជាធិបតេយ្យបានដែរបាទអញ្ចឹងប្រជាធិបតេយ្យកើតឡើងដោយសារប្រជាពលរដ្ឋទាំងអស់គ្នាបាទ